រឿងខ្ញុំចង់ខ្លាចជាមនុស្សអាក្រក់ភាគទី6គឺថាមានភ្លេចភាគបាត់ហើយគាត់មកដល់វគ្គនេះដែរគឺយើងឃើញថាវ៉ាងអ៊ីកំពុងតែដេកគាត់បាននិយាយថាវាធ្ងន់ខ្លាំងណាស់គាត់អាចដង្ហើមបានគាត់បាននិយាយថាក្រោកភ្លាមហើយដើម្បីឲ្យគាត់បើកភ្នែកមកគឺថាមានអីទៀតធ្ងន់ដោយសារតែប្រព័ន្ធឆ្មាខ្មៅរបស់យើងហើយវ៉ាងអ៊ីរបស់យើងក៏បានស្រែកថាឈឺខ្លាំងណាស់ហើយប្រព័ន្ធឆ្មារបស់យើងក៏ភ្ញាក់ហើយរត់ចេញម្ដាយរត់ទៅណាទាន់វ៉ាងអ៊ីរបស់យើងបានចូលប្រព័ន្ធឆ្មាហើយបាននិយាយថាប្រព័ន្ធឈួតហើយវ៉ាងអ៊ីរបស់យើងក៏បានសួរប្រព័ន្ធឆ្មាថាតើឯងនឹងមិនបានឆក់យើងដោយចរន្តអគ្គិសនីទេឬវាធ្វើឲ្យយើងស្ទើរតែបាត់បង់ការចងចាំហើយបើនិយាយពីប្រព័ន្ធឆ្មារបស់យើងវិញគឺថាបកកែធ្វើពើទៅហើយប្រព័ន្ធឈួតដូច្នេះនេះជាឈ្មោះរបស់ខ្ញុំហ៎ឮចឹងអីវ៉ាងអ៊ីរបស់យើងត្រង់មិនបានគឺថាដាក់ទោសមួយអីរៀងយើងមិនខ្វល់ថាឯងនឹងឈ្មោះអីទេឯងមិនដែលប្រាប់យើងឡើយថានឹងត្រូវទទួលទោសប្រសិនបើមានអ្វីខុសជាមួយសាច់រឿងនេះវ៉ាងអ៊ីចង់បានន័យថាប្រសិនបើខ្លួននឹងធ្វើខុសពីសាច់រឿងដើមអញ្ចឹងខ្លួនត្រូវទទួលទោសហើយឆ្មារបស់យើងក៏បាននិយាយថាតើវាមានអីទៅចម្លែកទៅហើយចាប់តាំងពីម្ចាស់ផ្ទះទទួលបានរង្វាន់សម្រាប់បេសកកម្មម្ចាស់ផ្ទះក៏ត្រូវតែទទួលទោសសម្រាប់ការបរាជ័យរបស់បេសកកម្មដែរបើមកមើលវ៉ាងអ៊ីរបស់យើងវិញគឺថាសង្គ្រោះថ្មិញហើយក៏បានសួរទៅប្រព័ន្ធឆ្មាថាប៉ុន្តែចាប់តាំងពីការជួបគ្នាលើកដំបូងរបស់ពួកគេត្រូវបានបរាជ័យនេះមិនបានន័យថាខ្ញុំត្រូវឆក់ដល់អគ្គិសនីរកបេសកកម្មបន្ទាប់ទេហើយប្រព័ន្ធឆ្មារបស់យើងក៏បាននិយាយថាមែនហើយអញ្ចឹងវាអាស្រ័យលើសមត្ថភាពផ្ទាល់របស់ម្ចាស់ផ្ទះទោះជាយ៉ាងណាក៏ដោយឥឡូវនេះបញ្ហាតែមួយគត់របស់ម្ចាស់ផ្ទះគឺជាតួឯកប្រុសគាត់មិនមានចំណាប់អារម្មណ៍ល្អសម្រាប់តួស្រីទៅតែសោះដូច្នេះខ្ញុំនឹងផ្ដល់បេសកកម្មឲ្យម្ចាស់ផ្ទះមួយចំនួនដើម្បីទទួលបានបន្ទុកហើយបន្ទុកដែលប្រព័ន្ធឆ្មាខ្មៅនិយាយនឹងគឺយកទៅទិញវេទមន្តហើយវេទមន្តនឹងដែរគឺអនុញ្ញាតឲ្យវ៉ាងអ៊ីរបស់យើងនឹងប្រែក្លាយទៅជាស៊ីរួយហើយឆ្មាខ្មៅរបស់យើងដែរគឺទិញសក់ស៊ីរួយឲ្យវ៉ាងអ៊ីដែលមានតម្លៃ741យន្តទៀតថាវាអាចជាបង្កើនក្តីស្រឡាញ់របស់ស៊ីចំពោះស៊ីរួយបាននិយាយពីថាវ៉ាងអ៊ីរបស់យើងឆ្ងល់តើពួកគេជាចិត្តលក់របស់ចម្លែកបែបនេះម៉ាម្ចាស់ផ្ទះតាល់បងវាដូច្នេះបេសកកម្មរបស់ខ្ញុំគឺពាក់សក់នេះដើម្បីបន្លំខ្លួនជាតួឯកស្រីហើយជួយបង្កើនការស្រឡាញ់របស់ស៊ីនស៊ីអានចំពោះតួឯកស្រីបន្ទាប់ពីនេះនៅពេលដែលស៊ីនស៊ីអានជួបតួឯកស្រីម្ដងទៀតគាត់ច្បាស់ជាមិនត្រជាក់ដាក់នាងឡើយតាមវិធីនេះពួកគេអាចក្លាយជាមិត្តក្នុងវ័យកុមារតើត្រូវទេម៉ាវត្រឹមត្រូវហើយអីបើយើងក៏បានសើចហើយបាននិយាយថាខ្ញុំយល់ពីអ្វីដែលខ្ញុំត្រូវធ្វើហើយប៉ុន្តែឯងមិនទៅឆ្ងាយពេកទេដែលបង្ខំខ្ញុំឲ្យស្លៀករ៉ូបែបនេះហើយបើប្រព័ន្ធឆ្មារបស់យើងក៏បាននិយាយថាអញ្ចឹងខ្ញុំពិតជាមិនអាចជឿអ្វីបានទៀតទេការផ្លាស់ប្ដូរនេះឲ្យបំផ្លាញម្ចាស់ផ្ទះឲ្យទៅជាតួឯកស្រីតាមមុខប៉ុណ្ណោះម្ចាស់ផ្ទះនៅតែត្រូវរៀបចំសម្លៀកបំពាក់ប្រព័ន្ធឆ្មារបស់យើងនិយាយបដាសិតសក់បដាបាញ់ទាំងអប់បដាក៏បន្តទៅថាលើពីនេះទៅទៀតទាំងអស់នេះគឺដើម្បីជួសជុលកំហុសទាំងអស់នៅក្នុងសាច់រឿងហើយក៏បានបោះរោបបោះអីចឹងណាប្រព័ន្ធឆ្មាធ្វើចឹងទៅមានអារម្មណ៍ថាវ៉ាងអ៊ីដូចជារូបចម្លាក់កូនក្រមុំមិនហ្នឹងហើយប្រព័ន្ធឆ្មារបស់យើងក៏បាននិយាយថាក្រៅពីនេះម្ចាស់ផ្ទះគឺជាមនុស្សដែលខ្ញុំបានជ្រើសរើសជាមនុស្សអាក្រក់បំផុតដោយម្ចាស់ផ្ទះបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ល្អឥតខ្ចោះដោយដៃតែម្ខាងកន្លែងនេះប្រព័ន្ធឆ្មារបស់យើងសំដៅដល់កន្លែងដែលវ៉ាងអ៊ីទះបាល់ដោយដៃម្ខាងហើយធ្វើមានគ្រោះថ្នាក់ចរាចរណ៍និងបន្តថាម្ចាស់ផ្ទះកើតមកជាមនុស្សអាក្រក់ដោយធម្មជាតិនោះហើយជាមូលហេតុម្ចាស់ផ្ទះច្បាស់ជាមិនបោះបង់ចោលនៅឱកាសដើម្បីសម្រេចបំណងប្រាថ្នារបស់អ្នកព្រោះបេសកកម្មពិបាកនោះទេត្រូវទេនៅពេលដែលឮអញ្ចឹងវ៉ាងអ៊ីរបស់យើងក៏បានភាំងកំណត់បន្តិចហើយក៏បាននិយាយថាកុំបារម្ភដោយដែលបាននិយាយខ្ញុំជាឧក្រិដ្ឋជនដែលមានមនុស្សស្លាប់ច្រើនជាង10នាក់រក្សាការផ្លាស់ប្ដូរពេលវេលាទៅក្នុងហាងរបស់ខ្ញុំនៅពេលដែលខ្ញុំបានបញ្ចប់នៅក្នុងការដើរជាតួចិត្តអាក្រក់នៅក្នុងប្រឡោមលោកខ្ញុំនឹងទិញពួកវាជាមួយបន្ទុករបស់ខ្ញុំនេះគឺវ៉ាងអ៊ីរបស់យើងចង់សម្រេចបំណងប្រាថ្នាដោយការយកបន្ទុកទៅដូរអញ្ចឹងណាតែហៅថាទិញឥឡូវយើងកាត់មកមើលស៊ីវិញម្ដងគឺថាពងកាត់មេរៀនសុកក៏ស្រុតតែមានគេមកគោះទ្វារតើនរណាគេគោះទ្វារបន្ទប់របស់ខ្ញុំហើយស៊ីបើយើងបានគិតទៀតថាបើសិនជាវ៉ាងអ៊ីជាញឹកញាប់គាត់តែងតែធាក់ទ្វារចូលមកគោះទ្វារត្រឹមត្រូវចឹងប្រហែលជាមិនមែនវ៉ាងអ៊ីទេនៅពេលដែលស៊ីរបស់យើងដើរបើកទ្វារហើយមើលទៅបានឃើញថាគឺជាស៊ីរួយហើយនាងក៏បាននិយាយថាសួស្ដីហើយស៊ីរបស់យើងក៏បានគិតក្នុងចិត្តថានាងគឺជាក្មេងស្រីកាលពីម្សិលមិញហើយស៊ីរបស់យើងក៏បានទាញទ្វារបិទដោយនិយាយថាតើមានបញ្ហាអីខ្ញុំចង់ផ្ដល់វាឲ្យអ្នកនេះជាអាហារដែលម៉ាក់ទិញឲ្យខ្ញុំតើអ្នកអាចសូមកុំស្អប់ខ្ញុំតើបានទេបន្ទាប់ពីប្រើវាសនាស្រីស្អាតហើយគឺថាបើមកមើលស៊ីរបស់យើងវិញអត់មានអីនិយាយហ្មងហើយសុកស៊ីរួយរបស់យើងក៏លេចចេញកំណត់វ៉ាងអ៊ីមកអីយ៉ាមិនអីនេះបញ្ញាប់ឡើងហើយយកវាតើអញមិនចេះធ្វើជាសុភាពបរោះទេឬទេខ្ញុំមិនអាចខឹងបានទេឥឡូវនេះស្របពេលនឹងដែរស៊ីរបស់យើងបានមើលកំណត់នឹងហើយខ្លួននឹងឆ្ងល់ខ្លាំងមែនតើមិនទៅជាអញ្ចឹងចង់វល់អស់ហើយមិនសុកស៊ីរួយសុទ្ធតែមានកំណត់វ៉ាងអ៊ីអញ្ចឹងប្រសិនបើខ្ញុំមិនជួយជុតទំនាក់ទំនងរបស់តួឯកប្រុសតួឯកស្រីទេខ្ញុំច្បាស់ជាចប់ហើយខ្ញុំនឹងត្រូវអគិសនីឆក់ដល់ស្លាប់យីមើលគេនិយាយសិតឆក់ដល់ស្លាប់ប៉ុន្តែរូបភាពមិនចេញចងកអញ្ចឹងវ៉ាងអ៊ីបើមើលស៊ីរបស់យើងវិញគឺថាភាំងខ្លាំងមែនតើហ្មងបើកភ្នែកឡើងស្លើអត់យល់ទេថាមានរឿងអីកើតឡើងឲ្យប្រកាសនេះឥឡូវយើងមើលឆាត់បន្ថែមក្នុងផ្ទះនឹងបាននិយាយថានេះជារឿងកំ pl ែងហើយវ៉ាងអ៊ីបាននិយាយថាហើយបានជាអ្នកគិតថារឿងកំ pl ែងតាម
ពីខ្ញុំមិនសូវខ្លាំងឬហើយពពកនឹងភ្លើងបាននិយាយថាអ៊ីនទទួលបានការបញ្ចប់ដ៏រីករាយព្រោះគាត់ជាកូនប្រុសរបស់ខ្លួនហើយយើងចូលមកតសាច់រឿងវិញវាងអ៊ី POV ដូច្នេះតើមានអ្វីកើតឡើងនៅពេលនេះហើយអ្វីមិនជាគាត់អត់និយាយអីចឹងអបពន្ធនឹងចង់បោះបញ្ឆោតខ្ញុំអំពីផលប៉ះពាល់នៃការផ្លាស់ប្ដូរឬប៉ុន្តែទោះបីជាឯងមិនចង់បានក៏ដោយហេតុអីក៏ឯងមិននិយាយមួយម៉ាត់មកសុំវល់បើមើល CC វិញគឺថាឈរអាននឹងចិត្តកាត់ជារូបចម្លាក់ឡើយអញ្ចឹងពេលទៅវាងអ៊ីក៏បាននិយាយថាសួស្ដីនិយាយចឹងបាន CC របស់យើងនឹងភ្ញាក់ខ្លួនមកវិញគាត់ក៏បានកលែងមើលគំនិតរបស់វាងអ៊ីហើយក៏បាននិយាយថាសូមអរគុណវាងអ៊ីរបស់យើងក៏បាននិយាយថាហូបេសកកម្មជោគជ័យខ្ញុំស្មានថាអាចកម្លាំងរបស់ខ្ញុំត្រូវបានលាតត្រដាងហើយតើ admin មានរឿងចាំប្រាប់មួយទៀតគឺថា CC របស់យើងអាចបានដឹងថាស៊ីរួយនេះគឺជាវាងអ៊ីឯងវាងអ៊ីរបស់យើងក៏បានងាកមកលា CC ដោយនិយាយថាខ្ញុំត្រូវទៅឥឡូវនេះក្នុងនាមជាកូនអ្នកបម្រើខ្ញុំមិនអាចដើរប្រេះប្រាស់នៅក្នុងវិមាននេះទេ CC របស់យើងឃើញចឹងអត់មកទេណាគឺថាចាប់ទាញសពុតរបស់ស៊ីរួយខ្លាំងខ្លាយដែលត្រូវជាវាងអ៊ីនេះតោះញ៉ាំនំជាមួយគ្នាខ្ញុំពិតជាមិនបានរំពឹងទុកទេថាការណែនាំរបស់ប្រព័ន្ធពិតជាដំណើរការទីបំផុតនៃកិច្ចកិរិយារបស់ទូអាចប្របានផ្លាស់ប្ដូរបន្តិចហើយយាយបើ CC របស់យើងវិញគឺថាគ្រាមយោបល់តែម្ដងអត់ដឹងថាវាជាអីបកកស៊ីរួយលេចចេញកំណត់វាងអ៊ីអីចឹងនេះមកដល់ឈុតនេះយើងឃើញថាវាងអ៊ីរបស់យើងនឹងកំពុងតែហែកនំដើម្បីបញ្ចុកCC សាររបស់វាមើលហើយវាងអ៊ីរបស់យើងបាននិយាយក្នុងចិត្តថាជីវិតរបស់ CC នឹងអត់សូវល្អប្រហែលទេពីមុនមកគាត់ប្រហែលជាមិនទាន់ទទួលបានអាហារសម្រន់ណាមួយទេបន្ទាប់ពីមកទីនេះហើយ CC របស់យើងនឹងក៏បានទទួលយកនំមកញ៉ាំឡើងខ្ជូតគឺថាវាងអ៊ីរបស់យើងអភើបមែនតែនពេលបានឃើញរូបភាពអញ្ចឹងអីវាយ៉ាងមិនដែរនេះជានំដែលខ្ញុំចូលចិត្តបំផុតកាលពីខ្ញុំនៅតូចCC របស់យើងក៏បានបញ្ជាក់ថាវាឆ្ងាញ់ហើយក៏បានលូកយកនំនឹងទៅបញ្ចុកវាងអ៊ីញ៉ាំដែរទៅក៏លេមើលទឹកមុខវាងអ៊ីរបស់យើងវិញគឺថារភើបឡើងស្រក់ទឹកភ្នែកហើយគាត់ពិតជាល្អខ្លាំងណាស់គាត់ថាតែខុសពីខ្ញុំទៀតខ្ញុំពិតជាចង់អើបគាត់ខ្លាំងណាស់ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេបើខ្ញុំធ្វើខ្ញុំច្បាស់ជាបាច់ចេញពីតួអក្សរមិនខានទេហើយសុក IQ របស់វាងអ៊ីរបស់យើងនឹងគឺស្រាប់តែកើនឡើងដោយគាត់នឹកឃើញថាខ្ញុំស្ទើរតែភ្លេចទៅហើយថាខ្ញុំជួយតួឯកស្រីដោយផ្លាស់ប្ដូរទៅជានាងដូច្នេះហើយឥឡូវនេះខ្ញុំមិនមែននិយាយទៅចិត្តអាក្រក់អីណាក៏រួចហើយគឺថាវាងអ៊ីរបស់យើងបានងាកមកមើល CC ដោយកែភ្នែករបស់ខ្លួននឹងបញ្ចេញពន្លឺទាំងសងខាងម្យ៉ាងវិញទៀតខ្ញុំអាចប្រើពាក្យថាបង្កើនក្តីស្រឡាញ់របស់ស៊ីនស៊ីអានឆ្ពោះទៅរកតួឯកស្រីជាលេសហើយងើបទៅឲ្យគាត់ដោយក្តីស្រឡាញ់ថែមទៀតផងមកនិយាយគឺថានៅពេលដែល CC របស់យើងបានលើកំណត់ហើយគឺថាគាត់មានការភ័យខ្លាចជាខ្លាំងហើយវាងអ៊ីរបស់យើងនឹងក៏បានអោនទៅញ៉ាំនំដែល CC កំពុងតែកាន់នៅដៃហើយនិយាយថាឆ្ងាញ់ខ្លាំងណាស់ក៏មិនអស់ត្រឹមនឹងដែរគឺថាគឺនៅឆ្លៀតថើបកូនប្រុសគេថែមទៀតថា CC របស់យើងវិញនៅពេលដែលបានគេថើបចឹងទៅគឺថាខ្លួននៅភាំងមួយផ្លែអីចឹងណាហើយនៅពេលដែល CC របស់យើងភ្ញាក់ខ្លួនឡើងវិញគឺថាថ្មឡើងភីងហ្មងនោះអៀនមួយបាត់ឥឡូវដល់វគ្គ CN POV CN របស់យើងនឹងកំពុងតែឆ្ងល់ថាតើស៊ីរួយដែលនៅមុខនេះគឺជាអ្នកណាហើយនាងពិតជាមានអាកប្បកិរិយាប្លែកខ្លាំងណាស់ខ្ញុំមើលកំណត់របស់វាងអ៊ីវិញហេថ្មរបស់គាត់ពិតជាទន់ខ្លាំងណាស់ហើយអ្វីបានជាការគិតរបស់នាងដូចជាបងប្រុសវាងអ៊ីខណៈពេលដែលនាងមើលទៅគឺជាវិនស៊ីរួយនាងហេតុអ្វីបានជានាងហើយ CC របស់យើងក៏បានយកដៃខ្ទប់មុខអីចឹងហើយវាងអ៊ីរបស់យើងក៏បាននៅចុះក្រោមតែនិយាយថាសុំទោសចំពោះរឿងនេះខ្ញុំទៅតែចាក់ចេញទៅមុនហើយក៏បានលាដៃបាយហើយក៏បានចាក់ចេញទៅហើយ CC របស់យើងគឺបានចុះពីលើគេយ៉ាងលឿនដោយនិយាយនៅក្នុងចិត្តថាតែខ្ញុំត្រូវការបញ្ជាក់ការសង្ស័យរបស់ខ្ញុំCC កំពុងតែសង្ស័យហើយតានេះ CC របស់យើងក៏បានស្រែកថាឲ្យរងចាំបន្តិចប៉ុន្តែគឺថាវាងអ៊ីរបស់យើងអត់ឮទេខ្ញុំត្រូវតែយល់អំពីរឿងនេះគឺអារម្មណ៍ចម្លែកដែលខ្ញុំទទួលបានពីនាងនិយាយចឹងហើយ CC របស់យើងបានកលេចទៅក្រៅបង្អួចហើយបានមើលទៅគឺឃើញថាស៊ីរួយរបស់យើងតាមពិតគឺនៅជាមួយម៉ាក់របស់នាងនៅខាងក្រោមសោះម៉ាក់តើការងារមិនទាន់ចប់ទេតើមានវ៉ែនស៊ីរួយម្នាក់ទៀតតាមមែនទេបើយើងមកមើលវាងអ៊ីរបស់យើងវិញគឺថាគាត់បានឃើញ CC កំពុងតែភាំងនឹងអ្វីមួយហើយគាត់ក៏បានគិតក្នុងចិត្តថាតើហេតុអ្វីបានជាគាត់រត់ចេញពីបន្ទប់របស់គាត់តើគាត់ចង់ដេញតាមមិត្តភក្តិកាលពីកុមាររបស់គាត់ទេស្របពេលជាមួយគ្នានោះដែរគឺថា CC របស់យើងបានងាកមកមើលវាងអ៊ីរបស់យើងតែងទឹកមុខចម្លែកទឹកមុខនោះដែរគឺហាក់ដូចជាក្រៀមក្រំខ្លាំងមែនទែនខ្ញុំយល់ពីមូលហេតុមួយនេះនៅក្នុងប្រឡំលោកនេះស៊ីនស៊ីអានមានកុមារភាពដ៏វេទនាខ្លាំងណាស់គាត់តែងតែត្រូវបានបំពានដោយម្ដាយនិងបងប្រុសរបស់គាត់មិនតែប៉ុណ្ណោះគាត់ថែមទាំងត្រូវជាប់គុកនៅក្នុងវិមានដោយមិនអាចចេញក្រៅបានទៀតផងហើយតួឯកស្រីគឺជាមនុស្សតែម្នាក់គត់ដែលចិត្តល្អចំពោះគាត់ហើយវាងអ៊ីរបស់យើងក៏បានបន្តទៀតថាប៉ុន្តែសូម្បីតែតួឯកស្រីរបស់យើងដែលជាវ៉ែនស៊ីរួយនឹងក៏លំបាកដូចគ្នាដែរហើយគាត់ពិតជាអរគុណដល់ប្រពន្ធមែនទែនដែលបាននាំគាត់មកចូលមកក្នុងរឿងនេះហើយវាងអ៊ីរបស់យើងក៏បានបដិញ្ញាចិត្តថាត្រូវទៅធ្វើឲ្យតួឯកប្រុសស្រីរបស់យើងនឹងមានការបញ្ចប់ដ៏រីករាយហើយវាងអ៊ីរបស់យើងថែមតែស្បត់ក្នុងនាមខ្លួនជាតួចិត្តអាក្រក់ថែមទៀតក្នុងករណីណាក៏ដោយមិនថាខ្ញុំធ្វើអ្វីទៅនៅពេលនេះវានឹងជាផលប្រយោជន៍ដល់តួឯកស្រីតើពីកិត្តចប់ហើយវាងអ៊ីរបស់យើងក៏បានស្រែកថាកុំបារម្ភខ្ញុំនឹងមកលេងជាមួយអ្នកម្ដងទៀតខ្ញុំសន្យាអ៊ីរបស់យើងក៏បានញញឹមហើយបាននិយាយថាបាទ
admin ចាំមើលទៅថារូបភាពវាងអ៊ីព្រានឹងគឺដោយសារតែ CC របស់យើងបានមើលធ្លុះរូបភាពរបស់វាងអ៊ីហើយ CC របស់យើងបានមើលឃើញថាវាងអ៊ីជាមនុស្សធំមិនតូចដូចមុនទេចូលមកមើលឆាត់បន្ថែមម្ដងស្មារបស់យើងក៏បាននិយាយប្រាប់វាងអ៊ីថាការបំផ្លាញរូបភាពរបស់ម្ចាស់ផ្ទះអាចមានប្រយោជន៍ប៉ុន្តែប្រសិនបើមាននរណាម្នាក់អាចរកឃើញអត្តសញ្ញាណពិតរបស់ម្ចាស់ផ្ទះការខ្លាចបន្លំនឹងមិនដំណើរការទៀតទេនេះបានន័យថាគេមើលឃើញខ្ញុំនៅពេលដែលខ្ញុំស្លៀកពាក់រ៉ូបបែបនេះឬអ៊ីរបស់យើងក៏បានប្រាប់ថាសូមកុំមើលការខ្លាចបន្លំរបស់ខ្ញុំឯសោះហើយរឿងរបស់យើងក៏បានចាប់ត្រឹមនេះសិនសូមរងចាំទស្សនាភាពបន្តនៅពេលក្រោយ